បាទសួស្តីបងប្អូនទាំងអស់គ្នានេះបងប្អូនវត្តតស100នៅខាងខេត្តកញ្ចេះហ្នឹងឥឡូវមកដល់ខ្ញុំមកដល់វត្តតស100បងប្អូននេះនៅទល់មុខវត្តតស100មាននេះមានទឹកទន្លេទល់មុខហ្នឹងបងប្អូនបាទឥឡូវមកដល់ហើយមកដល់វត្តតស100បងប្អូននេះជិះតាមផែនទីហ្នឹងហើយបាទអូនេះវត្តតស100មានលោកច្រើនអង្គគង់នៅនេះបងប្អូនបាទអូអ៊ូអសវាយបងប្អូនក្មេងៗលេងនៅពេញវត្តហ្នឹងនោះទីឃ្លាវត្តតស100បងប្អូននេះវត្តបងប្អូននេះណាគេឃើញខ្ញុំឃើញក្នុង YouTube អីហ្នឹងឃើញក្នុង YouTube វត្តតស100វត្តតស100បងប្អូនបាទទីឃ្លាវត្តស្រស់ស្អាតមែនបងប្អូននេះទៅមកអានម្ដងណាដែលមកទេដែលមកទេទៅមកអានម្ដងណាឥឡូវហ្នឹងយើងមកដល់យើងរៀបចំអីរួចឲ្យធូបឲ្យទៀនរួចអស់ហើយបងប្អូនបាទឥឡូវហ្នឹងកំពុងតែរៀបចំចេញទៅវិញបាទនេះកន្លែងនេះគេទឹកសាងសង់ទៀតបងប្អូននេះឡើងវត្តតស100ឥឡូវគេកំពុងតែសាងសង់បណ្ដើទៀតបងប្អូនបាទអូដើមពោធិ៍ស្អាតណាស់ស្រស់ស្អាតមែនអត់ដែលឃើញទេឥឡូវយើងដែលឃើញទេបានមកដល់ផ្ទាល់មកវត្តតស100បងប្អូននោះមកដល់ហើយក៏ទៅមកដល់ស្រស់ស្អាតមែនវត្តតស100ឥឡូវខ្ញុំពងរៀបចំចេញទៅផ្ទះវិញហ្នឹងហើយព្រោះថាយើងរៀបចំអុជធូបអុជទៀននៃរួចរាល់យូរហើយឥឡូវយើងកំពុងតែរៀបចំចេញទៅផ្ទះវិញបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដានវីដេអូសូមបញ្ចប់តែត្រឹមនេះបងប្អូនបាទ